មួយត្រូវទៅសេតែងសក្តីមួយឲ្យចប់វិធីសាស្ត្រនោះក្មួយមិនធ្លាក់ទេតែងសក្តីហើយក្មួយមិនបាត់បន្ទូទេជាវៀងមិនចប់បាទទេថានៅចុងក្រោយនេះតែងសក្តីគឺមានបញ្ចប់សក្តីត្រូវធ្វើបញ្ចប់សក្តីឲ្យបានគ្រូឈ្មោះកែវនរិនបាទជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រឬភាសាខ្មែរហើយឥឡូវនេះកំពុងតែបង្រៀនបន្ថែមនៅសាកលវិទ្យាល័យ AUPP ភ្នំពេញសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតទៅនេះគ្រូចង់ផ្ដល់ជាគំនិតនយោបល់ខ្លះតាក់ទងទៅនឹងវិញ្ញាសាសម្រាប់ប្រឡងយកសញ្ញាបត្រមធ្យមទុតិយភូមិមួយទាំងអស់ត្រូវចេះវិធីសាស្ត្រធ្វើតែងសក្តីនេះឲ្យបានត្រឹមត្រូវច្បាស់លាស់ទើបសម្រេចបានផលល្អតែងសក្តីដែលក្មួយត្រូវចេះទី1គឺវិធីសាស្ត្រអនុវត្តនៃប្រធានបទមួយរួមទាំងតែងសក្តីប្រភេទតែងសក្តីនីមួយដែរតែងសក្តីដែលយើងត្រូវធ្វើដែលយើងត្រូវអនុវត្តនេះគឺយើងធ្វើតែងសក្តីបែបអត្ថាធិប្បាយឯប្រធានតែងសក្តីគឺយើងគោរពទៅតាមប្រធានបទដែលក្រសួងធ្វើការវិវត្តដូចជាប្រធានបែបទូទៅប្រធានបែបចរិយាសាស្ត្រធ្លាប់ចេញហើយពិសេសគឺប្រធានបែបអក្សរសិល្ប៍នេះតែម្ដងលោករដ្ឋមន្ត្រីលោកបានចេញប្រធានតែក្នុងស្នាដៃអក្សរសិល្ប៍ឲ្យយើងធ្វើទេឲ្យអនុវត្តទេអញ្ចឹងគួយត្រូវចេះត្រូវសិក្សាច្បាស់ពីអក្សរសិល្ប៍ណាដោយឡែកគឺអក្សរសិល្ប៍លើករបស់ខ្មែរយើងទាំង3ចលនាគឺចលនាខេមរនិយមពុទ្ធនិយមនិងព្រាហ្មណ៍និយមនេះតែម្ដងបន្ថែមពីលើនេះលោកគ្រូចង់ណែនាំឲ្យក្មួយទាំងអស់យល់ដឹងឲ្យច្បាស់ពីគម្រោងវិធីអនុវត្តតែងសក្តីនីមួយវិធីសាស្ត្រអនុវត្តរបស់វាគឺគោរពប្រធាននិងតែងសក្តីនីមួយឲ្យបានច្បាស់លាស់ជាក់ស្ដែងដូចជាប្រធានពន្យល់សុទ្ធតើក្មួយគោរពវិធីសាស្ត្របែបម៉េចខ្លះប្រធានបែបប្រៀបធៀបត្រូវអនុវត្តវាវិធីវាបែបម៉េចខ្លះប្រធានពិភាក្សាទាំងពីរលក្ខណៈនោះតើអនុវត្តបែបម៉េចខ្លះចឹងលោកគ្រូសង្ឃឹមថាក្មួយនឹងចេះវិធីសាស្ត្រទាំងនោះតាមថ្នាក់តាមសាលារៀនដែលគ្រូបានបង្រៀនមកហើយបើចង់ជ្រាបច្បាស់ជាងនេះមួយអាចមកជួបលោកគ្រូផ្ទាល់នៅឯសាលានៅឯសាកលវិទ្យាល័យ AUPP បើគាត់ថាតកតងទៅនឹងប្រធានបទដែលចេញក្នុងឆ្នាំ2025-26នេះលោកគាត់សន្និដ្ឋាននេះស្មានទេគាត់ថាគឺចេញប្រាក់ប្រហែលនឹងប្រធានដោយប្រឡងឆ្នាំ2024-25អញ្ចឹងដែរគឺប្រធានចេញពីស្នាដៃអក្សរសិល្ប៍ទៅតែម្ដងហាក់ដូចជាមិនចេញបែបទូទៅឬក៏សុភាសិតអីទេនេះតាមលោកគ្រូសម្គាល់ឃើញប្រធានចេញកន្លងមក2ឆ្នាំឬ3ឆ្នាំកន្លងមកនេះគាត់ថាក្នុងស្នាដៃអក្សរសិល្ប៍ហ្នឹងឥឡូវនេះលោកវិវត្តរហូតដល់ថាឲ្យទាញចេញពីបញ្ហាផ្សេងក្នុងស្នាដៃអក្សរសិល្ប៍នីមួយតែម្ដងពិសេសចលនាអក្សរសិល្ប៍ទាំង3គឺខេមរនិយមពុទ្ធនិយមនិងព្រាហ្មណ៍និយមអញ្ចឹងក្មួយត្រូវត្រង់ត្រាប់នឹងឲ្យច្បាស់តកតងនឹងពេលប្រឡង